នេះគឺជាពុម្ពអក្សរខ្មែរដែលមានឈ្មោះថាខ្មែរ Arrow បាទពុម្ពអក្សរហ្នឹងគឺបង្ហាញអំពីរបៀបនៃការសរសេរអក្សរបាទគូពីណាទៅណាមុនបាទល្អសម្រាប់លោកគ្រូអ្នកគ្រូដែលគាត់បរៀនក្មេងៗរៀនសរសេរអក្សរបាទថ្នាក់ទី1ទី2ហ្នឹងបាទហើយតកតងពុម្ពអក្សរហ្នឹងវាមានសញ្ញាព្រួញបាទវាមានសញ្ញាព្រួញបង្ហាញអំពីរបៀបនៃការយើងសរសេរអក្សរយើងគូទាញពីណាទៅណាមុនបាទឥឡូវខ្ញុំសូមឧទាហរណ៍មួយដំបូងយើងសរសេរអក្សរកខធម្មតាសិនមកបាទហើយយើងដាក់ទំហំវារៀងធំតិចមកដើម្បីងាយស្រួលមើលបាទអានេះគឺជាពុម្ពអក្សរធម្មតាទេបាទអត់ទាន់កំណត់ពុម្ពអក្សរខ្មែរ Arrow ទេបន្តមកទៀតអ្នកទាំងគ្នា select លើអក្សររបស់យើងហើយអ្នកទាំងគ្នាចូលកន្លែង font មកបាទពុម្ពអក្សរយើងហ្នឹងហើយយក font មួយឈ្មោះខ្មែរ Arrow កុំព្យូទ័រខ្ញុំគឺមានបាទពុម្ពអក្សរហ្នឹងបើសិនជាកុំព្យូទ័រអ្នកទាំងគ្នា search ទៅអត់មានគឺមានន័យថាអត់មាន font ហ្នឹងទេអញ្ចឹងយើងត្រូវការតឡើង font បាទដល់ពេលតឡើង font តឡើងពុម្ពអក្សរអាហ្នឹងត្រូវមានមកវីដេអូទៀតបាទខ្ញុំធ្លាប់ចេញដែរចាំមើលវីដេអូក្រោយខ្ញុំចេញរបៀបតឡើងពុម្ពអក្សរទៀតបាទហើយបើសិនជាអ្នកទាំងគ្នាអត់មានទេអាចឆាតមកតាម Telegram ខ្ញុំបានខ្ញុំផ្សាយជូនបាទ font ហ្នឹងខ្ញុំផ្សាយជូនតាម Telegram បានណាបាទហើយផ្សាយឆាតមកតាម Telegram មកខ្ញុំផ្សាយទៅបងប្អូនអាចយកទៅតឡើងអាចមានពុម្ពអក្សរហ្នឹងហើយបាទអញ្ចឹងនៅក្នុង Word យើងអត់មានពុម្ពអក្សរគ្រប់ទេបាទយើងចង់បានពុម្ពអក្សរមួយណាត្រូវតឡើងបាទហើយនេះគឺជាគំរូបាទហ្នឹងគឺជាគំរូដែលខ្ញុំសរសេរកខដល់ងបាទអ្នកទាំងគ្នាចង់សរសេរអត់សរសេរកខដល់អទៅបាទហើយយើងដាក់ពុម្ពអក្សរហ្នឹងទៅអាចឲ្យក្មេងៗគាត់រៀនបានដែរបាទសូមអរគុណ